បាទគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាបាទនៅថ្ងៃនេះខ្ញុំមានប្រធានបទប្លែកមួយទៀតហើយពេលខ្លះក៏ខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនអាចនឹងជួបនៅទស្សនវិជ្ជាបែបហ្នឹងហេតុអ្វីស្រូវព្រោះក្រោយគ្នា5ថ្ងៃតែបែរជាចេញផ្កាលដំណើរគ្នាមានថាចេញតាមធម្មតាត្រូវចេញមុនក្រោយតាមអាយុកាលបាទអញ្ចឹងស្រូវនៅខាងឆ្វេងដៃនេះគឺព្រោះមុន5ថ្ងៃហើយស្រូវនៅខាងស្ដាំដៃនៃភ្លឺស្រែនេះគឺព្រោះក្រោយ5ថ្ងៃក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺស្រូវព្រោះក្រោយ5ថ្ងៃនេះស្ទើរតែចេញមុន1ថ្ងៃទៅទៀតតើមានមូលហេតុអ្វីខ្លះពុកម៉ែបងប្អូនធ្លាប់ជួបអាចcomment ប្រាប់ពីមូលហេតុឲ្យខ្ញុំបានដឹងផងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់នៅមូលហេតុនៃការយល់ឃើញរបស់ខ្ញុំតើមានភាពត្រឹមត្រូវដែរឬទេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខាងឆ្វេងដៃដែលព្រោះក្រោយព្រោះមុន5ថ្ងៃហ្នឹងគឺប្រើប្រាស់នៅសារធាតុចិញ្ចឹមជីបំពន់ក្រុមហ៊ុនផ្សេងហើយខាងស្ដាំដៃដែលព្រោះក្រោយនេះគឺប្រើប្រាស់នៅជីបំពន់សញ្ញាស្ដេចឥន្ទ្រីបាទនិមិត្តសញ្ញាស្ដេចឥន្ទ្រីហើយនៅក្នុងវីដេអូនេះគឺការដាក់សន្និដ្ឋានរបស់ខ្ញុំគឺផ្អែកទៅលើសារធាតុចិញ្ចឹមតាមភាពជាក់ស្ដែងខ្លះស្រូវដែលចេញក្រោយចេញយឺតវាមានកត្តាច្រើនទី1វាតកតងនឹងសារធាតុចិញ្ចឹមដែលផ្ដល់មិនគ្រប់គ្រាន់ឬក៏ផ្ដល់នៅតែសារធាតុលូតលាស់ប៉ុន្តែសារធាតុចេញផ្កាចេញផ្លែហ្នឹងគឺត្រូវបានដាក់តិចដែលមើលទៅស្រូវឃើញល្អដូចគ្នាក៏ប៉ុន្តែការចេញផ្កាគឺយឺតទី2គឺតកតងនឹងជំងឺបាទស្រូវគឺមានជំងឺធ្វើឲ្យពញានៃការចេញយឺតខុសពីស្រូវដែលមានសុខភាពល្អបាទអញ្ចឹងនេះគឺជាហេតុផលខ្លះតើពុកម៉ែបងប្អូននឹងយល់យ៉ាងណាដែរហើយខ្ញុំផ្ដោតទៅលើហេតុផលទី1នោះដោយសារតែស្រូវដែលព្រោះមុនបែរជាចេញក្រោយមួយថ្ងៃយើងថាសបាគ្នាចុះខុសគ្នា15ថ្ងៃទៅហើយគឺយើងសម្គាល់ឃើញថាស្រូវគាត់មានស្ពាតចង់នៅក្នុងបទដ្ឋានស្រូវស្ពាតចង់នេះច្រើនតែស្រូវនឹងកង្វះផូស្វាតដែលការចេញផ្កាមិនបានល្អចេញមកត្បៀតចង់រលាកចង់ឬក៏ស្គៀបចង់ពី3គ្រាប់ជាដើមតាមសមត្ថភាពបាទប៉ុន្តែស្រូវនៅខាងស្ដាំដៃដែលព្រោះក្រោយហ្នឹងគឺมันមានការស្ពាតនោះទេมันមានការរលាកនោះទេនេះគឺជាការសន្និដ្ឋានមួយដែលថាការប្រើប្រាស់សារធាតុចិញ្ចឹមផ្ដល់មិនគ្រប់គ្រាន់នៅសារធាតុចិញ្ចឹមដែលចាំបាច់នៅក្នុងថេរវេលានិងដំណាក់កាលខុសៗគ្នាឧទាហរណ៍ថាស្រូវខាងឆ្វេងដៃនេះគឺគាត់ប្រើប្រាស់នៅសារធាតុចិញ្ចឹមដែលងាយនឹងលូតលាស់ល្អបែកគុំមួយជាដើមប៉ុន្តែមិនសូវដាក់បញ្ចូលនៅសារធាតុដែលជួយឲ្យចេញផ្កាផូហ្វាតឬក៏ប៉ូតាស្យូមនិងសារធាតុបម្រុងផ្សេងៗនោះទេប៉ុន្តែនៅខាងស្ដាំដៃគឺដែលខ្ញុំផ្ដល់ឲ្យគឺជីបំពន់សញ្ញាស្ដេចឥន្ទ្រីដែលមាន GH 300 500និង500 plus មាន Double Green និង Power Gold ពិសេសគឺត្រកូល GH នេះគឺមានសារធាតុបម្រុងជាច្រើនហើយក៏មានតម្លៃលើសគេបន្តិចដែរដោយសារតែវាមានភាពចាំបាច់ជាច្រើនដែលដំណាំត្រូវការនៅក្នុងពេលបច្ចុប្បន្នពិសេសគឺដំណាំដែលស្ថិតនៅក្នុងការប្រើប្រាស់ជីគីមីដែលធ្វើឲ្យទម្រង់ដីបាត់បង់សារធាតុចិញ្ចឹមឬក៏ខូចជាដើមបាទនេះគឺការយកឃើញត្រួសរបស់ខ្ញុំហើយបើសិនតែពុកម៉ែបងប្អូនមានចម្ងល់ឬក៏មានមតិយោបល់អាច comment នៅខាងក្រោមវីដេអូនេះហើយពុកម៉ែបងប្អូនដែលចូលចិត្តនៅវីដេអូរបស់ខ្ញុំបាទសូមជួយ Subscribe Channel YouTube របស់ខ្ញុំបាទ Follow Page និង Follow TikTok របស់ខ្ញុំបានម្នាក់មួយផងបាទហើយពុកម៉ែបងប្អូនដែលត្រូវការជីថ្នាំកសិកម្មដែលមានគុណភាពល្អហើយជាមួយនឹងអ្នកប្រឹក្សាយោបល់ដោយឥតគិតថ្លៃនោះគឺពុកម៉ែបងប្អូនអាចហៅទូរស័ព្ទមកកាន់លេខដែលមាននៅក្នុងវីដេអូនេះឬក៏ចុញ Telegram ដើម្បីផ្ដល់នៅរូបភាពស្ថានដីដំណាំផ្សេងៗឲ្យខ្ញុំត្រួតពិនិត្យនិងផ្ដល់ព័ត៌មានវិភាគថាតើគួរប្រើជីថ្នាំអ្វីខ្លះឬក៏ប្រើរបៀបម៉េចសម្រាប់ពុកម៉ែបងប្អូនដែលមានជីថ្នាំរួចទៅហើយតែចង់សាកសួរក៏បានផងដែរពុកម៉ែបងប្អូន
សម្រាប់តែពុកម៉ែបងប្អូនដែលមិនទាន់មានជីថ្នាំហើយចង់សាកសួរមុននឹងជាវនោះគឺអាចសាកសួរតាមរយៈលេខនិង Telegram បានដូចគ្នាអញ្ចឹងនៅពេលនេះផងដែរឆ្លៀតឱកាសនេះគឺសម្រាប់អាជីវករដែលមានបំណងចង់លើកលូកបន្តនៅបណ្ដាខេត្តក្រុងរាជធានីផ្សេងៗដែលមានបំណងចង់រកស៊ីក្នុងវិស័យកសិកម្មនេះហើយស្វែងរកជីហោនិងភាពជាដៃគូដែលល្អដែលជួយឲ្យពុកម៉ែបងប្អូនដំណើរការល្អពិសេសគឺអាជីវករដែលចង់ចាប់ផ្ដើមដោយគ្មានបទពិសោធន៍នៅក្នុងកសិកម្មគឺពុកម៉ែបងប្អូនអាចសម្លឹងមើលនិងចរចាជាមួយខ្ញុំបាទខ្ញុំនឹងប្រឹក្សាជូនអំពីបទពិសោធន៍ធ្វើយ៉ាងម៉េចយើងអាចដំណើរការបានបើសិនជាយើងអត់ទាន់ចេះអ្វីនោះជាដើមបាទនេះសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់ចេះអ្វីអញ្ចឹងខណៈពេលនេះអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយ